ជំរាបសួរប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់ Channel សម្រាប់រឿងរបស់ Admin Moshita ជួបគ្នាជាមួយ Admin ម្ដងទៀតនៅក្នុងខ្សែរឿងប្រាជ្ញាភរិយាក្នុងភាគ3ទាំងអស់គ្នាកាលពីចុងភាគមុនយើងបានបញ្ចប់ត្រង់កន្លែងវ៉ាន់អឺជាមួយនឹងលោកស្រីធំហ្នឹងគឺនិយាយគ្នាពីអ្នកដែលត្រូវស្នងមរតកបន្តអញ្ចឹងឥឡូវនេះគឺរងសៀវហ្នឹងគេនៅមិនស្ងៀមទេគេកំពុងតែជ្រួលច្បល់ណាមិនដឹងថាលោកស្រីធំហ្នឹងនឹងសម្រេចចិត្តជាមួយនឹងវ៉ាន់អឺបែបណាទេហើយនៅពេលហ្នឹងអ្នកបម្រើរបស់លោកស្រីធំហ្នឹងក៏បានមកអញ្ជើញរងសៀវហ្នឹងអត់ទៅជួបជាមួយលោកស្រីធំហីប៉ុន្តែឲ្យរងសៀវហ្នឹងគឺយកកូនរបស់រងសៀវទៅជាមួយដែរហើយលីងអ៊ីហ្នឹងគឺមិនបានអញ្ជើញឲ្យទៅចូលរួមទេក៏អញ្ចឹងលីនអ៊ីនឹងគេក៏បានផ្ដាំរងសៀវឲ្យហើយណាកូនរបស់គេនឹងគឺជាចំណុចសំខាន់អញ្ចឹងហាមដាច់ខាតមិនឲ្យវ៉ាន់អឺនឹងយកកូនរបស់ពួកគេនឹងទៅខាងគ្រួសារគង់ទេក៏ប៉ុន្តែនៅពេលដែលរងសៀវបាននាំកូនរបស់ខ្លួនឯងនឹងមកដល់ខាងមុខសំណាក់របស់លោកស្រីធំហើយគឺវ៉ាន់អឺនឹងកំពុងតែចូលរងចាំនៅនឹងដែរគឺវ៉ាន់អឺឃើញថារងសៀវនឹងគឺបានត្រៀមរៀបរាប់នៅក្នុងការប្រគល់កូនឲ្យគេទេហើយគេក៏ដឹងថារងសៀវនឹងគឺកំពុងតែមិនទុកចិត្តមកលើគេអញ្ចឹងណាគេក៏បានដកកណ្ដាលកិច្ចសន្យាក្នុងការចិញ្ចឹមកូននឹងមកបង្ហាញរងសៀវហើយគេនឹងគឺបានចុះហត្ថលេខានៅលើកណ្ដាស់ចិញ្ចឹម3បាច់នឹងហើយបើសិនជារងសៀវមិនចង់ទេគេនឹងអាចធ្វើការហាយកណ្ដាស់នឹងចោលក៏បានដែរហើយនៅពេលនោះសម្លេងលោកស្រីធំនឹងក៏បានស្រែកសួរនាំពួកគេពីខាងក្នុងមកតើមានបញ្ហាអីមែនអញ្ចឹងរងសៀវនឹងក៏គេខ្លាចថាលោកស្រីធំនឹងគឺមិនព្រមទទួលគេគេក៏បានប្រាប់ថាគឺគេនឹងកំពុងតែត្រៀមប្រគល់កូនឲ្យវ៉ាន់អឺអញ្ចឹងទៅណាដើម្បីឲ្យនាំទៅខាងសំណាក់គ្រួសារកងអញ្ចឹងជាលទ្ធផលហ្នឹងគឺរងសៀវនឹងត្រូវតែប្រគល់កូនប្រុសរបស់គេនឹងឲ្យទៅវ៉ាន់អឺដដែលរួចហើយរងសៀវនឹងគេក៏បានចូលមកកន្លែងតម្កល់ផ្លាក់ភ្លឹងដូនតារបស់គេក៏ដូចជាគេបានអុជធូបប្រាប់ឪពុកម្ដាយរបស់គេដែលបានចែកឋានទៅហើយចាប់ពីពេលហ្នឹងទៅគឺគេនឹងខ្លាចទៅជាកូនប្រុសរបស់លោកសេនាប្រមុខអីចឹងណាបន្ទាប់មកគេនឹងក៏បានលុតជង្គង់លើកតាក់តែឲ្យវ៉ាន់អឺព្រោះអីវ៉ាន់អឺនឹងខ្លាចទៅជាអ្នកម៉ែរបស់គេហើយវ៉ាន់អឺដំបូងគេក៏រៀងផ្លឹកដែរព្រោះអីរងសៀវធ្លាប់តែជាមនុស្សដែលធ្លាប់ធ្វើបាបគេចង់សម្លាប់គេណាឥឡូវបាយជាលុតជង្គង់ខ្លាចទៅជាកូនប្រុសរបស់គេទៅវិញវ៉ាន់អឺគេក៏បានទទួលតាក់តែពីរងសៀវហើយរួចហើយគេក៏បានប្រាប់រងសៀវថាគឺគេនឹងបានពិភាក្សាជាមួយលោកស្រីធំហើយឲ្យតែគេណារងសៀវមានការដឹងគុណចំពោះលោកសេនាប្រមុខគឺលោកស្រីធំនឹងអនុញ្ញាតឲ្យរងសៀវនឹងបន្តចុះខ្សែជាមួយនឹងខាងលោកសេនាប្រមុខអញ្ចឹងដើម្បីឲ្យអ្នកគ្រប់គ្នាបានដឹងថាគឺរងសៀវនឹងពិតជាមានការដឹងគុណចំពោះលោកសេនាប្រមុខគឺគេនឹងឲ្យរងសៀវនឹងធ្វើការកាន់ទុកលោកសេនាប្រមុខរយៈពេល100ថ្ងៃហើយមួយវិញទៀតគឺរងសៀវនឹងត្រូវធ្វើពិធីបន់ឲ្យលោកសេនាប្រមុខនឹងរយៈពេល3ឆ្នាំជាប់គ្នាទៀតរងសៀវលើហើយគឺគេឡើងភ្ញាក់ផ្អើលដែរតាប៉ុន្តែគេមិនអាចតវ៉ាឲ្យបានទេព្រោះអីលោកស្រីធំនឹងក៏បានសម្រេចចិត្តរឿងមួយនឹងជាមួយវ៉ាន់អឺហើយអ្វីដែលសំខាន់មួយទៀតគឺថារងសៀវនឹងអាចទទួលបាននៅមរតកទាំងអស់របស់លោកសេនាប្រមុខឬមួយក៏អត់តតែចាំមើល3ឆ្នាំក្រោយមកទៅបានដឹងអាលីនអ៊ីបន្ទាប់ពីគេទទួលបានដំណឹងមួយនឹងហើយគឺថាគេពិតជាខឹងជាមួយនឹងវ៉ាន់អឺណាមិនដឹងថាវ៉ាន់អឺនឹងមានល្បិចកិច្ចកលអីទេប៉ុន្តែបន្ទាប់មកទាំងលីនអ៊ីជាមួយរងសៀវនឹងក៏មកធ្វើការគោរពវ៉ាន់អឺដែលជាអ្នកម៉ែរបស់គេម្ដងទៀតម្យ៉ាងដែលតាកាលពីមុនវ៉ាន់អឺគឺជាប្អូនស្រីរបស់លីនអ៊ីឥឡូវវ៉ាន់អឺនឹងក៏ខ្លាចទៅជាអ្នកម៉ែរបស់លីនអ៊ីទៅវិញហើយលីនអ៊ីនឹងគេក៏មានរឿងតើតនៅក្នុងចិត្តរបស់គេនឹងចង់និយាយទៅកាន់អ្នកទាំងអស់គ្នាគេថាសម្រាប់កូនប្រុសរបស់គេនឹងគឺថានៅតូចពេកឲ្យចាក់ចែងឲ្យឃ្លាតឆ្ងាយពីម្ដាយអញ្ចឹងគឺមិនកើតទេវ៉ាន់អឺនឹងគេក៏បាននិយាយថាចុះខៃលីនអ៊ីនឹងមិនជាម្ដាយរបស់ក្មេងប្រុសនឹងឯណាលីនអ៊ីនឹងក៏បញ្ញាប់តបទៅកាន់វ៉ាន់អឺវិញឡើងលឿនណាគេថាចុះបើអញ្ចឹងវ៉ាន់អឺនឹងជាអ្នកម៉ែរបស់វាមែនក៏តែរងសៀវនឹងគេក៏បានទាញដៃអារបស់លីនអ៊ីព្រោះអីលីនអ៊ីនិយាយរៀងជ្រុលណាទៅលីនអ៊ីនឹងគេក៏និយាយរៀងជឿសម្រួលទៅវិញគេថាបើទោះបីជាកូននឹងមិនជាកូនបង្កើតរបស់គេក៏ប៉ុន្តែនឹងគេបានមើលថែកូនប្រុសរបស់គេនឹងជាប្រចាំថ្ងៃទឹកចិត្តជាម្ដាយដែលស្រឡាញ់កូនទៅលើកូនប្រុសម្នាក់ហ្នឹងគឺមិនខុសអីពីម្ដាយបង្កើតរបស់គេទេវ៉ាន់អឺក៏មិនទាន់តបតជាមួយលីនអ៊ីដែរគេបានបកទៅសួររងសៀវម្ដងរងសៀវក្រែងថាកូនហ្នឹងគឺមានសុខភាពទន់ខ្សោយត្រូវតែមើលថែនៅផ្ទះគ្រួសារកូនរបស់គេប៉ុន្តែហេតុអ្វីបើជារឿងហ្នឹងទៅជារឿងច្បុកច្បល់ទៅវិញរួចហើយវ៉ាន់អឺហ្នឹងក៏បានបន្ថែមទៀតថាកាលពីគេហ្នឹងនៅឯគ្រួសារកូនគឺគេបានលើពាក្យចចាមរាមចំពោះគ្រួសាររងថារងសៀវហ្នឹងគឺជាប្តីម្នាក់ដែលត្រូវប្រពន្ធហ្នឹងគឺដឹកក្បាលទៅលិចទៅកើតចឹងណាមិនមានការពិចារណាអីដែលខ្លួនឯងប៉ុន្តែឥឡូវហ្នឹងគឺរងសៀវមិនដូចរងសៀវកាលពីមុនទេរងសៀវគឺជាកូនរបស់លោកសេនាប្រមុខក៏ជាកូនប្រុសរបស់គេតែពាក្យចចាមរាមទាំងអស់ហ្នឹងគឺវាមិនល្អទៅដល់លោកសេនាប្រមុខនោះទេហើយការដែលគេនិយាយនេះក៏ដោយសារតែគេហ្នឹងគឺពីកិត្តិយសគ្រួសាររងទាំងមូលក៏ដូចជាកិត្តិយសរបស់លោកសេនាប្រមុខលោកស្រីធំហ្នឹងក៏បានយល់ស្របទៅលើកំណត់របស់វ៉ាន់អឺអញ្ចឹងវ៉ាន់អឺហ្នឹងក៏បានបន្តបញ្យល់ណែនាំក៏ដូចជាស្ដីបន្ទោសឲ្យរងសៀវផងអីផងចឹងណារហូតដល់តែរងសៀវហ្នឹងបានទទួលស្គាល់នៅកំហុសរបស់ខ្លួនឯងអាលីនអ៊ីវិញគេក៏មិនអាចប្រឆាំងជាមួយនឹងពាក្យសម្ដីរបស់វ៉ាន់អឺបានវ៉ាន់អឺហ្នឹងក៏ប្រាប់ឲ្យរងសៀវហ្នឹងនាំប្រពន្ធរបស់ខ្លួនហ្នឹងត្រឡប់ទៅផ្ទះវិញរួចហើយបដៅប្រពន្ធចេញផងតតែបានមកដល់បន្ទប់របស់ខ្លួនឯងវិញគឺលីនអ៊ីហ្នឹងចាប់ផ្ដើមបដៅប្តីរបស់ខ្លួនឯងមុនណាស្ដីឲ្យរងសៀវហ្នឹងហេតុអីក៏រងសៀវហ្នឹងបដៅឲ្យវ៉ាន់អឺហ្នឹងមកធ្វើការត្រួតត្រាមកលើពួកគេអញ្ចឹងគេថាតែថារងសៀវហ្នឹងគឺជាមនុស្សប្រុសដែលអត់ប្រយោជន៍ទៀតក៏ធ្វើឲ្យរងសៀវហ្នឹងគឺបានតតាំងពីពាក្យសម្ដីត្រឡប់ទៅកាន់លីនអ៊ីវិញតែគេគិតថាអ្នកម៉ែវ៉ាន់អឺរបស់គេហ្នឹងគឺនិយាយត្រូវហើយមកពីគេហ្នឹងតម្រើសលីនអ៊ីខ្លាំងពេកទៅលីនអ៊ីហ្នឹងមកសង្កត់ក្បាលគេបែបហ្នឹងរងសៀវមិនត្រឹមតែតតាំងពាក្យសម្ដីជាមួយលីនអ៊ីទេគឺគេថែមទាំងច្រានលីនអ៊ីរួចហើយក៏ចាក់ចែងពីលីនអ៊ីទៀតដែលធ្វើឲ្យលីនអ៊ីហ្នឹងគឺកាន់តែខឹងស្អប់ជាមួយនឹងវ៉ាន់អឺជាបន្តទៀតហើយដូច្នេះហើយលីនអ៊ីហ្នឹងគេក៏បានរៀបចំនៅផែនការមួយដើម្បីធ្វើបែបវ៉ាន់អឺថ្ងៃហ្នឹងគឺមានសម្ភារៈអីវ៉ៃអាវ៉ាន់អីថ្មីហ្នឹងគឺចូលមកដល់ក្នុងសំណាក់គ្រួសាររបស់ពួកគេអញ្ចឹងហើយលីនអ៊ីគេក៏បានឲ្យអ្នកបម្រើរបស់គេឈុនអ៊ីហ្នឹងមកញុះញង់ក៏ដូចជាបង្ហាប់នៅពាក្យសម្ដីថាសម្ភារៈប្រើប្រាស់ក៏ដូចជាអាវរោមកញ្ជ្រោងរាល់ឆ្នាំដែលតែយកចូលមកហ្នឹងជារបស់ដែលលោកស្រីអ៊ូស្រឡាញ់ចូលចិត្តហ្នឹងបានមកដល់ហើយអញ្ចឹងក៏ចង់ឲ្យលោកស្រីអ៊ូហ្នឹងទៅ
ពិនិត្យមើលទៅលោកស្រីអ៊ូពីដំបូងក៏គិតថាគឺរាល់ឆ្នាំគេពិតជាបានមែនក៏ប៉ុន្តែឆ្នាំហ្នឹងគឺមានវ៉ាន់អដែលជាលោកស្រីជំទាវនៅក្នុងផ្ទះអញ្ចឹងប្រហែលជាលោកស្រីធំហ្នឹងបកគលនៅអាវរោមកញ្ជ្រោងអីហ្នឹងយកទៅឲ្យវ៉ាន់អើយតែលោកស្រីរងដែលត្រូវជាកូនភាសាហ្នឹងក៏បានថាគឺវ៉ាន់អើហ្នឹងជាអ្នកដតីទេអញ្ចឹងហើយលោកស្រីធំច្បាស់ជាគិតដល់លោកស្រីអ៊ូមុនហើយព្រោះលោកស្រីអ៊ូគឺជាអ្នកដែលជាប់សាច់ឈាមជាមួយនឹងគ្រួសាររងដោយសារតែពាក្យសម្ដីហ្នឹងទៅក៏ធ្វើឲ្យលោកស្រីអ៊ូហ្នឹងបញ្ញាប់មកមើលសម្ភារៈរបស់ខ្លួនតែម្ដងលីនអ៊ីគេជាអ្នករៀបចំចាត់ចែងនៅក្នុងគ្រួសារអញ្ចឹងហើយសម្ភារៈប្រើប្រាស់អីដែលទៅចូលមកហ្នឹងគេក៏ធ្វើការបែងចែកទៅតាមគ្រួសារនីមួយៗចឹងទៅហើយគ្រាន់តែលោកស្រីទាំងពីរអ្នកនោះបានមកដល់លីនអ៊ីហ្នឹងគេក៏បានប្រាប់ថាចំពោះសម្ភារៈប្រើប្រាស់របស់អ្នកទាំងពីរអ្នកហ្នឹងគឺគេបានរៀបចំរួចរាល់ហើយឲ្យអ្នកបម្រើហ្នឹងមកប្រមូលយកទៅរួចហើយលីនអ៊ីហ្នឹងគេក៏យល់លេសថាគេហ្នឹងរវល់ឆែកឆេរសម្ភារៈអីផ្សេងទៀតគេក៏បានចាក់ចេញទៅទុកឲ្យពីរអ្នកហ្នឹងមើលរបស់ដោយខ្លួនឯងលោកស្រីអ៊ូក៏បានឃើញរោងកញ្ជ្រោងនៅកេះលើគេហ្នឹងគាត់ក៏បានពិនិត្យមើលទៅដល់ហ្នឹងគឺជារបស់ដែលគាត់ស្រឡាញ់ហើយលោកស្រីរងហ្នឹងគាត់ក៏ចង់បានរោងកញ្ជ្រោងខ្លះដែរអញ្ចឹងលោកស្រីអ៊ូហ្នឹងក៏ចង់ចែកម្លែកឲ្យណាអ្នកទាំងពីរអ្នកហ្នឹងកំពុងពេញចិត្តជាមួយនឹងរបស់របស់ខ្លួនឯងផងនោះស្រាប់តែទូជាជាអ្នកបម្រើរបស់វ៉ាន់អឺហ្នឹងក៏នាំអ្នកបម្រើប្រុសហ្នឹងមកលើកអវ៉ៃអវ៉ាន់ក៏ដូចជាកេះរោងកញ្ជ្រោងហ្នឹងដើម្បីយកទៅឲ្យវ៉ាន់អឺធ្វើឲ្យលោកស្រីអ៊ូហ្នឹងបានខឹងជាមួយនឹងទូជាណាព្រោះនេះគឺជារបស់គាត់តែទូជាហ្នឹងក៏បានឆ្លើយតបបែបគោរពឯណាគេថាចេះរបស់ទាំងអស់ហ្នឹងគឺបានកត់នៅក្នុងកំណត់ត្រាជារបស់លោកស្រីគេហើយអញ្ចឹងទៅបើសិនជាលោកស្រីទាំងពីរអ្នកហ្នឹងចង់បានរបស់អីគឺអាចប្រាប់លោកស្រីរបស់គេបានតាលោកស្រីរបស់គេហ្នឹងគឺមិនចិត្តកំណាញ់នៅក្នុងការប្រកួតរបស់ទាំងនឹងឲ្យទេនិយាយបែបហ្នឹងហើយទូជាហ្នឹងក៏ឲ្យប្រុសហ្នឹងជួយលើកអីវ៉ាន់ហ្នឹងទៅប៉ុន្តែមានអ្នកគឺលោកស្រីអ៊ូហ្នឹងគឺមិនឲ្យអ្នកណាគេប៉ះពាល់របស់គាត់ទេដោយសារតែការហួងហែរបស់ដែលខ្លួនស្រឡាញ់ហ្នឹងក៏ធ្វើឲ្យលោកស្រីអ៊ូហ្នឹងដួលទៅដីទូជាហ្នឹងចិត្តល្អជួយគ្រាហើយហ្នឹងបើជាលោកស្រីអ៊ូហ្នឹងបានតែកំភ្លៀងទូជាទៅវិញទូជាគេមិនបានតបតអីជាមួយលោកស្រីអ៊ូទេគេថែមទាំងលុតជង្គង់សុំទោសថានេះគឺជាកំហុសរបស់គេទៀតក៏ប៉ុន្តែលោកស្រីអ៊ូហ្នឹងគិតថាទូជាហ្នឹងអាងអំណាចម្ចាស់របស់ខ្លួនឯងហ្នឹងក៏មកកអើកតោមជាមួយនឹងគាត់អញ្ចឹងហើយគាត់ក៏ចង់បដៅទូជាហ្នឹងជំនួសឲ្យម្ចាស់របស់ខ្លួនឯងដល់លោកស្រីអ៊ូហ្នឹងក៏បានចាប់ផ្ដើមតែកំភ្លៀងទូជាយកតែម្ដងលីនអ៊ីនោះគេក៏បានឈរមើលពីសកម្មភាពមួយហ្នឹងពីចម្ងាយដែរអញ្ចឹងហើយក៏ដល់ពេលវេលាល្អណាគេក៏បានឲ្យឈុនអ៊ីអ្នកបម្រើរបស់គេហ្នឹងទៅប្រាប់វ៉ាន់អឺទៅបានបន្តិចមកវ៉ាន់អឺហ្នឹងគេក៏បានមកដល់កន្លែងមួយហ្នឹងហើយប៉ុន្តែវ៉ាន់អឺហ្នឹងក៏មិនទាន់ច្រឡោតអីដែរលោកស្រីអ៊ូហ្នឹងក៏គិតថាវ៉ាន់អឺហ្នឹងគឺមករៀបរៀងគាត់ដែលគាត់ហ្នឹងធ្វើការបដៅអ្នកបម្រើម្នាក់តែវ៉ាន់អឺហ្នឹងគេមិនទាន់ដឹងសាច់រឿងអីទេអញ្ចឹងទូជាហ្នឹងគេក៏បានបកគោលលីរបស់សម្ភារៈប្រើប្រាស់របស់វ៉ាន់អឺហ្នឹងឲ្យវ៉ាន់អឺមើលទៅថាគេហ្នឹងមកប្រមូលឲ្យវ៉ាន់ហ្នឹងទេលោកស្រីអ៊ូហ្នឹងក៏ខំនិយាយទៅកាន់វ៉ាន់អឺទៀតថាយ៉ាងម៉េចបើទោះបីជាវ៉ាន់ទាំងអស់ហ្នឹងរបស់វ៉ាន់អឺក៏ប៉ុន្តែអ្នកបម្រើម្នាក់បានជាហ៊ានតបតនៅពាក្យសម្ដីជាមួយនឹងគាត់អញ្ចឹងគាត់ត្រូវតែបដៅនាងហើយវ៉ាន់អឺដែលយល់សាច់រឿងហើយគេក៏បានថាទូជារបស់គេហ្នឹងគ្រាន់តែចង់ស្វែងរកហេតុផលដើម្បីខ្លួនឯងប៉ុណ្ណោះតែវ៉ាន់អឺតាមតអញ្ចឹងហើយលោកស្រីអ៊ូហ្នឹងក៏ចង់បំភ្លេចហេតុការណ៍មួយហ្នឹងណាថាយកឲ្យទៅក៏លេងខ្វល់ហើយក៏ប៉ុន្តែវ៉ាន់អឺហ្នឹងគឺគេមិនព្រមឈប់ត្រឹមហ្នឹងទេគេចង់តតាំងជាមួយនឹងលោកស្រីអ៊ូទៀតគេចង់ស្វែងរកយុត្តិធម៌សម្រាប់អ្នកបម្រើរបស់គេដែរហើយទូជាហ្នឹងក៏ព្យាយាមបញ្ឈប់វ៉ាន់អឺណាកុំឲ្យវ៉ាន់អឺហ្នឹងបន្តតតាំងអីព្រោះអីនេះគឺជាល្បិចរបស់លីងអ៊ីទេក៏ប៉ុន្តែទោះបីជាវ៉ាន់អឺដឹងថានេះគឺជាអន្ទាក់របស់លីងអ៊ីក៏ដោយក៏គេត្រូវតែតតាំងឡើងដល់លោកស្រីធំដែរលោកស្រីធំដឹងរឿងដំបូងហើយគាត់ក៏ហួសចិត្តជាមួយនឹងវ៉ាន់អឺដែរដែលគ្រាន់តែម្ចាស់ហ្នឹងបដៅអ្នកបម្រើសោះវ៉ាន់អឺហ្នឹងខ្លាចបាក់មុខក៏មកប្តឹងគាត់ដែរក៏ប៉ុន្តែវ៉ាន់អឺហ្នឹងក៏ឆ្លើយតបថានេះមិនមែនរឿងបាក់មុខឬមិនបាក់មុខទេអ្វីដែលសំខាន់គឺគេចង់ស្វែងរកយុត្តិធម៌សម្រាប់ទូជាមិនត្រឹមតែអញ្ចឹងវ៉ាន់អឺហ្នឹងគេថែមតែចង់ឲ្យលោកស្រីអ៊ូហ្នឹងធ្វើការសុំទោសទៅកាន់ទូជាទៀតរឿងនេះគឺថាវាពិបាកទទួលយកដែរដែលឲ្យលោកស្រីហ្នឹងដែលមានឋានៈខ្ពង់ខ្ពស់ទាំងមូលហ្នឹងទៅធ្វើការសុំទោសអ្នកបម្រើទៅវិញលោកស្រីធំហ្នឹងគឺថាគាត់មិនអនុញ្ញាតទៅតាមពាក្យសម្ដីរបស់វ៉ាន់អឺទេព្រោះវ៉ាន់អឺហ្នឹងកំពុងឲ្យបង្កនៅរឿងចលាចលនៅក្នុងគ្រួសាររងហើយតែលោកស្រីធំហ្នឹងមិនអនុញ្ញាតទៅតាមពាក្យសម្ដីរបស់វ៉ាន់អឺហើយវ៉ាន់អឺហ្នឹងក៏ចង់ទៅប្តឹងស្វែងរកយុត្តិធម៌ជាមួយនឹងមេធំនៃគ្រួសាររងហ្នឹងមកតង់ទៀតអញ្ចឹងហើយលោកស្រីធំហ្នឹងក៏បានហៅអ្នកបម្រើហ្នឹងឲ្យមកចាប់ខ្លួនវ៉ាន់អឺហ្នឹងទៅឃុំខ្លួនតែម្ដងតែវ៉ាន់អឺហ្នឹងគេមិនព្រមគេក៏បានឲ្យអ្នកបម្រើខាងគ្រួសារគង់របស់គេហ្នឹងចូលមកការពារគេដែរវ៉ាន់អឺហ្នឹងគេអត់ខ្លាចជាមួយនឹងអំណាចលោកស្រីធំទេគឺគេចង់តតាំងជាមួយនឹងលោកស្រីធំហ្នឹងតែម្ដងបើទោះបីជាលោកស្រីធំហ្នឹងគឺមានឋានៈខ្ពស់ជាងគេក៏ដោយក៏ប៉ុន្តែហ្នឹងគេក៏មានឋានៈជាលោកស្រីជំទាវនៅក្នុងគ្រួសារដែរអញ្ចឹងបើសិនជារឿងមួយហ្នឹងធ្វើការដោះស្រាយនៅឯសាលាស្រុកក៏ប្រហែលជាសាលាស្រុកហ្នឹងមិនអាចដោះស្រាយឲ្យបានទេដូច្នេះបើរឿងនេះគឺមិនអាចដោះស្រាយបានគេនឹងឲ្យព្រះមហាក្សត្រហ្នឹងធ្វើការដោះស្រាយនិងស្វែងរកយុត្តិធម៌ឲ្យគេតែវ៉ាន់អឺគេហ៊ាននិយាយបែបនេះក៏ដោយសារតែគេហ្នឹងមានឋានៈខ្ពស់ណាព្រោះអីជាប្រពន្ធរបស់សេនាប្រមុខដែលបម្រើដែនដីវ៉ាន់អឺក៏ដឹងថាលោកស្រីធំហ្នឹងខ្វល់បំផុតគឺមុខមាត់គ្រួសារបើសិនជារឿងហ្នឹងកាន់តែវែងឆ្ងាយគ្រួសាររបស់ពួកគេហ្នឹងក៏អាប់អោនកិត្តិយសដែរក៏តែវ៉ាន់អឺលេងខ្លាំងអញ្ចឹងហើយលោកស្រីធំហ្នឹងគឺថាគ្មានវាចាតបតជាមួយនឹងវ៉ាន់អឺទៀតទេព្រោះអីរឿងក្នុងគ្រួសាររបស់ពួកគេបើសិនជាលេចលឺធ្លាយទៅដល់ខាងក្រៅហ្នឹងគឺកាន់តែយ៉ាប់យ៉ឺណាស់អញ្ចឹងណាលោកស្រីធំហ្នឹងក៏សម្រេចឲ្យកូនស្រីរបស់គាត់ដែលជាលោកស្រីអ៊ូហ្នឹងធ្វើការសុំទោសអ្នកបម្រើទូជៀនតែម្ដងតែវ៉ាន់អឺហ្នឹងក៏មិនឲ្យលោកស្រីអ៊ូហ្នឹងគ្រាន់តែអោនសុំទោសទៅកាន់ទូជៀនទេគឺថែមទាំងលុតជង្គង់សុំទោសទូជៀនទៀតបើទោះបីជាលោកស្រីអ៊ូព្រមធ្វើទៅតាមវ៉ាន់អឺមែនក៏ប៉ុន្តែលោកស្រីអ៊ូពិតជាគុំគួនជាមួយនឹងវ៉ាន់អឺណាហើយចំពោះសាច់រឿងរបស់យើងនៅក្នុងភាគនេះផងដែរក៏អេដមីនសុំស្លេះតែប៉ុណ្្នឹងសិនណាអញ្ចឹងហើយយើងចាំជួបគ្នាជាមួយអេដមីនម្ដងទៀតនៅក្នុងភាគក្រោយទាំងអស់គ្នាអរគុណច្រើនជម្រាបលាបាយបាយ